នាទីស្តីការក្រសួងរសៀលថ្ងៃអង្គារទី27ខែមករាឆ្នាំ2026ឯកឧត្តមហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទទួលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តម Flavio Bonetti តំណាងអង្គការ UNESCO ថ្មីប្រចាំកម្ពុជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារនិងការបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈឲ្យកាន់តែមានសក្តានុពលនៅក្នុងជំនួបនោះឯកឧត្តមហេងសួរបានសម្ដែងការអបអរសាទរយ៉ាងកក់ក្ដៅចំពោះការតែងតាំងរបស់ឯកឧត្តម Flavio Bonetti និងបានវាតម្លៃខ្ពស់ចំពោះជោគជ័យនៃកិច្ចសហប្រតិបត្តិការកន្លងមកជាពិសេសការអនុវត្តកម្មវិធីមុខរបរនិងការងារសមរម្យសម្រាប់យុវជននៅកម្ពុជាហៅកាត់ថា DEY និងកម្មវិធី BIPS ឯកឧត្តមរដ្ឋមន្ត្រីបានគូបញ្ជាក់ថាកម្មវិធី DEY គឺជាយន្តការដ៏មានសារៈសំខាន់ជួយបន្ថែមការគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណនិងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារសន្តិសុខសង្គមនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលកំណត់គោលដៅច្បាស់លាស់ឲ្យយុវជនត្រូវមានជំនាញច្បាស់លាស់និងការយល់ដឹងស៊ីជម្រៅពីបច្ចេកវិទ្យាការបំពាក់ជំនាញពិតប្រាកដនេះនឹងធ្វើឲ្យកម្លាំងពលកម្មកម្ពុជាអាចបំពេញការងារប្រកបដោយផលិតភាពខ្ពស់ប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាពដែលជាកត្តាគន្លឹះជួយឲ្យពួកគាត់ទទួលបានប្រាក់បៀវត្សខ្ពស់ជាងមុននិងលើកកម្ពស់កម្រិតជីវភាពឲ្យកាន់តែប្រសើរសម្រាប់ទិសដៅការងារបន្តភាគីទាំងពីរបានឯកភាពលើអាទិភាពយុទ្ធសាស្ត្រសំខាន់ៗរួមមាន1ការផ្លាស់ប្ដូរ Digital ក្នុងប្រព័ន្ធ TVET និងបន្តបញ្ចូលជំនាញ Digital និងបច្ចេកវិទ្យាបៃតងនៅក្នុងកម្មវិធីបណ្ដុះបណ្ដាលដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម 4.0 2បន្តគាំទ្រតាមរយៈកម្មវិធី BIPS និងបន្តពង្រឹងមជ្ឈមណ្ឌលសិក្សាបែប Digital ដើម្បីផ្ដល់ឱកាសដល់យុវជនក្រៅសាលាឲ្យទទួលបានការអប់រំនិងជំនាញជាមូលដ្ឋាន3ការធ្វើតេស្តវិតម្លៃទទួលស្គាល់ជំនាញពីមុននិងជួយជំរុញការផ្ដល់វិញ្ញាបនបត្រទទួលស្គាល់ជំនាញពីមុនជូនដល់អតីតពលករខ្មែរដើម្បីធ្វើសមាហរណកម្មពួកគាត់ទៅក្នុងទីផ្សារការងារប្រកបដោយសេចក្តីថ្លៃថ្នូរជាការឆ្លើយតបឯកឧត្តម Flavio Bonetti បានកោតសរសើរចំពោះចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនិងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈព្រមទាំងបានបញ្ជាក់ពីការបដិញ្ញាចិត្តរបស់ UNESCO ក្នុងការបន្តគាំទ្រកម្ពុជាដើម្បីកសាងកម្លាំងពលកម្មដែលមានបរិយាបន្ននិងត្រៀមខ្លួនរួចជាស្រេចសម្រាប់សេដ្ឋកិច្ច Digital ឯកឧត្តមជឿជាក់ថាភាពជាដៃគូដ៏រឹងមាំនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនិងចក្ខុវិស័យសេដ្ឋកិច្ចរបស់កម្ពុជានាពេលអនាគត។